តខ្មែរនៅភូមិមេរងពីដើមឡើយដងផ្លូវធ្វើដំណើរចេញចូលមិនមែនងាយស្រួលដូចសប្តាហ៍ថ្ងៃនេះទេនៅរដូវប្រាំងដងផ្លូវត្រូបាច់សាច់ហុយត្រឡោមកាលបើយើងធ្វើដំណើរដោយយានជំនិះឬស្ទើរបទៅភូមិរួចផងដែលអាស្រ័យដងផ្លូវក្រាស់ក្រែវទៅដោយដីខ្សាច់បើនៅរដូវអាសាឍវិញដងផ្លូវคล้ายជាធ្លុកភក់ច្រាំជាច្រើនកំណាត់តាមដងផ្លូវដែលមានប្រវែងជាង 4-5 គីឡូម៉ែត្រតែប៉ុណ្ណោះនឹងការសាងសង់ផ្លូវជនបទបានងាយស្រួលក្នុងការធ្វើដំណើរមុខមាត់ផ្លាស់ប្ដូរថ្មីនៅភូមិមេរោងមានការប្រែប្រួលទៅតាមសន្ទុះនៃការរីកចម្រើនក្រៅពីសាងសង់លំនៅឋានបានខ្ជាប់ខ្ជួនអ្នកស្រុកនៅទាំងសាងសង់ចេតិយសម្រាប់គោរពបូជាបុព្វការីជនទៅតាមគ្រួសារឬតាមខ្សែត្រកូលដែលយើងសឹងប្រទះឃើញនៅជនបទតំបន់ជនរួមជាតិខ្មែរច្រកលហូដែលចូលជ្រៅទៅភូមិស្រុកដែលគ្រប់នឹងដឹបទៅដោយរុក្ខជាតិត្រឈឹងត្រឈៃនិងតាមដងផ្លូវស្រុកយើងប្រទះឃើញជាដីសាងសង់បែបប្រាង្គប្រាសាទដ៏ស្កឹមស្កៃនៅលើគ្រឹះធាតុខ្ពស់នៅក្បែរដងផ្លូវបែកផ្លូវមុំកែងឬសាងភ្ជាប់ជាមួយភូមិស្ថានរបស់អ្នកស្រុកដែលជាម្ចាស់របស់បូជនីយដ្ឋាននេះនៅផ្លូវមុំកែងភូមិមេរងត្រូវបានសាងសង់តាមបែបស្ថាបត្យកម្មខ្មែរសុទ្ធសាធចេតិយស្ថិតនៅលើគ្រឹះធាតុខ្ពស់ដែលមានការចន្ទាឡើងទៅទីតម្កល់កោដ្ឋអមដោយរូបសំណាកនាគរាជឆ្ពោះទៅទិសទាំង4ចេតិយផាតពណ៌ខៀវផ្ទៃមេឃជាចម្បងគឺជាប្រភេទពណ៌តំណាងឲ្យសុខសន្តិភាពនិងក្តីសង្ឃឹមសម្របទៅតាមសម្រស់ធម្មជាតិនៅតំបន់ស្រុកស្រែចម្ការសម្រស់ក្បួនក្បាច់រចនាដែលបានតុបតែងលើប្រព័ន្ធចេតិយដូចជាបញ្ចាំងរស្មីព្រាតក្រោមកាំរស្មីនៃព្រះទនគរនៅពេលរៀងរាក់នៅទិសបុភាឬរំលេចទៅដោយពណ៌សវណ្ណនៅពេលរសៀលអស្តង្គតពីដើមមកការសាងសង់បូជនីយដ្ឋានមានចេតិយជាដើមតាមភូមិស្រុកសម្រាប់ដង្កល់អធិធាតុបុព្វការីជននៅមានតិចតួចណាស់ហើយភាគច្រើនអ្នកស្រុកនិយមយកទៅដង្កល់ទុកលើចេតិយតាមវត្តអារាមតែប៉ុណ្ណោះលុះឈានដល់សម័យដែលមានសន្ទុះរីកចម្រើនទាំងផ្នែកស្មារតីនិងវត្ថុធាតុសម្ភារៈការសាងសង់បូជនីយដ្ឋានសម្រាប់គោរពបូជាបុព្វការីជនទៅតាមគ្រួសារតាមខ្សែត្រកូលផ្ដើមកើតមានជាបន្តបន្ទាប់ស្ទើរគ្រប់ភូមិស្រុកនៅតំបន់ជនរួមជាតិខ្មែរ
សាងសង់ចេតិយនៅតាមភូមិស្រុកមិនត្រឹមស្ដែងឡើងពីទឹកចិត្តគោរពនឹងគុណចន្ទក់បុព្វការីជនមានជីដូនជីតាម្ដាយឪពុកញាតិសន្តានដែលបានរំលែកខន្ធទៅកាន់បរលោកហើយនោះក៏ជាកន្លែងជួបជុំបងប្អូនញាតិមិត្តត្រូវជាសាច់សាលោហិតមកធ្វើដាបងសុគលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាទំនៀមជារៀងរាល់ឆ្នាំបង្កជាបរិយាកាសជួបជុំស្និទ្ធស្នាលសាមគ្គីជាទីបំផុតក្រៅពីសមិទ្ធចេតិយផ្ទះអ្នកតានៅតាមភូមិស្រុកចាត់ទុកជាទីសក្ការៈដ្ឋានដ៏សំខាន់មួយដែរក្នុងស្មារតីនៃការគោរពជំនឿរបស់ជនរួមជាតិខ្មែរនៅតំបន់ជនបទស្រុកស្រែចម្ការពីដើមមកផ្ទះអ្នកតានៅដើមស្រុកឬចុងស្រុកសឹងសាងសង់តាមបែបផ្ទះរេតខ្ពស់ពីដីឬសាងសង់ជាកូនខ្ទមតូចតាចបន្តបន្សំហើយរូបតំណាងឲ្យតួអង្គអ្នកតានោះទៀតសោតគឺជាដុំថ្មភ្នំពីរបីដុំធ្វើជានិមិត្តរូបតែប៉ុណ្ណោះផ្ទះអ្នកតាស្ទើរគ្រប់ភូមិស្រុកซึ่งបានសាងសង់ខ្ជាប់ខ្ជួនទៅតាមស្ថាបត្យកម្មខ្មែរហើយតួអង្គអ្នកតាត្រូវបានសង់ជារូបសំណាកទៅតាមរឿងដំណាលពីព្រេងនៃមកទោះបីជនរួមជាតិខ្មែរគោរពជំនឿលើព្រះពុទ្ធសាសនាតាំងពីដើមរហូតមកដល់បច្ចុប្បន្នក៏ដោយតែនៅមិនបោះបង់ចោលសាសនាដើមឡើយស្រងាត់ចំណោបកផាយផាតរសាទៅលើចំការផ្លែឈើផ្ដល់អំណោយផលទាំងប្រាំងវស្សាសម្រស់ធម្មជាតិដ៏ល្អស្រស់ម្លឹងម្លឹងធ្វើឲ្យចិត្តយើងកាត់ក្តីសង្វេគនឹកដល់ស្នាដៃបុព្វការីជនលោកឃ្លាតឆ្ងាយទៅហើយតែដួងវិញ្ញាណលោកដូចជាស្ថិតលើស្ថុបចេតិយនៅតាមបូជនីយដ្ឋាននានានៅស្ទើរគ្រប់ភូមិស្ថានពេលណាក៏ដោយលោកតែងផ្ដល់សេចក្តីសុខចម្រើនដល់កូនចៅជាបច្ឆាជនគ្រប់ជាន់ស្រទាប់ឲ្យឈានទាន់យុគសម័យដែលកំពុងវិវត្តទឹកឈប់ឈរចូលទៅភូមិមួយគុណមើលសម្រស់ធម្មជាតិប៉ុនព័ទ្ធភូមិកប្រជាកសិករប្រុសស្រីសប្បាយនឹងការភ្ជួររក្សាព្រោះធ្វើស្រែចម្ការនៅលើទឹកដីគេកោះដូនតាធ្វើឲ្យចិត្តយើងនឹកស្រណោះសុគន្ធដ៏ថ្លៃថ្លារបស់បុព្វការីជនរួមមានអ្នកតាម្ចាស់ស្រុកឪពុកភូមិជាដើមលោកមានស្នាដៃក្នុងការកាប់ឆ្ការកសាងទឹកដីអភិរក្សវប្បធម៌ប្រពៃណីដល់សុខសន្តិភាពដល់ភូមិស្រុកមានការវិវត្តទាន់សម័យ
។